ចង់ចេះចង់ដឹងបងប្អូនថ្ងៃនេះខ្ញុំចង់និយាយពីពាក្យមួយគឺចង់ចេះចង់ដឹងហើយចង់ចេះចង់ដឹងនេះមិនមែនចេញមកវឹកឡើងចង់ចេះចង់ដឹងនិយាយដើមគេណាបាទមិនមែនចេញផ្លែតអីនេះមួយថ្ងៃឃើញតែដើរនិយាយដើមគេនេះអាបែបនេះមិនធ្វើការអីកើតទេមើលទៅថ្ងៃដើរទៅផឹកមុខហ្នឹងបាទទេទីនេះគឺខ្ញុំចង់និយាយថាគឺចង់ចេះចង់ដឹងទៅលើមុខជំនាញអ្វីដែលយើងកំពុងតែធ្វើណាបងប្អូនព្រោះខ្ញុំយល់ថានៅពេលដែលយើងដាក់ចិត្តដាក់កាយចង់ចេះចង់ដឹងនោះថ្ងៃណាមួយវានឹងក្លាយជាប្រយោជន៍ដ៏ល្អមួយសម្រាប់ខ្លួនយើងផ្ទាល់ជាពិសេសបងប្អូនយើងដែលយុវវ័យអីហ្នឹងគឺបើសិនជាមានការចង់ចេះចង់ដឹងនៅលើជំនាញទួនាទីបទពិសោធន៍ដែលបងប្អូនកំពុងតែធ្វើហ្នឹងគឺល្អខ្លាំងមែនតើណាបាទហើយបងប្អូនណាខ្លះដែលចង់ចេះចង់ដឹងទៅលើរឿងអីខ្លះអាចជួយខមមិនខាងក្រោមមក